កម្ពុជាគេរកឃើញរ៉ែប្រេងកាតនៅក្នុងដីក្រោមបាតសមុទ្រនិងក្រោមដីបាតបឹងទន្លេសាបបច្ចុប្បន្ននេះក្រុមហ៊ុនវិនិយោគទុនជាច្រើនកំពុងចរចាជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបូមប្រេងកាតនៅក្នុងសមុទ្រខ្មែរតាមអ្នកស្រាវជ្រាវបានដឹងថាប្រេងកាតនៅប្រទេសកម្ពុជាមានរាប់ពាន់បារ៉ែលគេធ្វើសំណងបូមប្រេងក្នុងទឹកសមុទ្រឬទឹកសាបគេបូមទំនើបដោយមិនជ្រាបទឹកឲ្យឆ្លងកាត់ស្រទាប់បានមួយឆ្នាំនៅក្រោមប្រេងមានទឹកប្រៃនៅក្នុងស្រទាប់ប្រេងកាតនៅក្រោមប្រេងមានទឹកប្រៃនៅក្នុងដីដែលជាទម្រង់ទឹកប្រៃមានអូស្មန်ដែលជាទម្រង់ទឹកប្រៃនៅពេលគេបោកបំពង់ដល់អូស្មန်គេដឹងថាចតសត្រូវប្រេងខាតដូច្នេះគេមានការប្រុងប្រយ័ត្នដើម្បីការបោកនេះជ្រុះរួមដល់ឲ្យប្រេងកាតបានឡើងខ្លាំងនោះបំពង់បងហូរប្រេងដែលគេបោកពីក្នុងដីត្រូវហូរចូលបំពង់បងហូរទៅកាន់រោងចក្រចម្រាញ់ប្រេងកាតគេបានប្រេងច្រើនប្រភេទពីការចម្រាញ់ប្រេងឆៅដូចជាប្រេងកាតសម្រាប់យន្តហោះប្រេងសាំងប្រេងកាតប្រេងម៉ាស៊ីនប្រេងលម្អិតនិងការសម្លសម្រាប់ការក្រាបពីថ្នោតប្រេងកាតឆៅឬមានផ្នែកមានប្រយោជន៍ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រទេសដូច្នេះកងខ្មែរ